ថ្ងៃទី19ខែធ្នូសិរីល្អនៅពេលអនាគតដោយសារសេចក្តីជំនឿនោះយូសែបបានប្រាប់ពីដំណើរពួកជនជាតិរាស្ត្រដែលចេញពីស្រុកអេស៊ីបក៏ផ្ដាំពីដំណើរសពរបស់ខ្លួនក្នុងការដែលហៀបនឹងផុតដង្ហើមទៅផងក្នុងព្រះគម្ពីរហេព្រើរចំពុក11ខ22កាន់គម្ពីរលោកុបាទបានបញ្ចប់ដោយការនិយាយអំពីមរណភាពរបស់លោកយូសែបប៉ុន្តែរឿងនេះមិនទាន់ជិតដល់ចុងបញ្ចប់នៅឡើយទេមរណភាពរបស់គាត់គឺជាចំណុចចាប់ផ្ដើមរបស់រឿងនៃការផ្គត់ផ្គង់និងការរំដោះរបស់ព្រះដែលបន្តរហូតដល់ចុងបញ្ចប់នៃព្រះគម្ពីរនិងចូលទៅក្នុងជីវិតយើងសពថ្ងៃលោកយូសែបមានការគិតគូរខ្លាំងអំពីការទុកដាក់សពរបស់គាត់បន្ទាប់ពីគាត់ស្លាប់ទៅមិនមែនដោយសារគាត់ចូលចិត្តគិតអំពីសេចក្តីស្លាប់ទេតែដើម្បីផ្ដល់ឲ្យនៅនិមិត្តរូបនៃការផ្គត់ផ្គង់របស់ព្រះក្នុងពេលអតីតកាលនិងការសន្យាអំពីការរំដោះនៅពេលអនាគតឆ្អឹងរបស់លោកយូសែបបានចង្អុលបង្ហាញកូនចៅចំនួនក្រោយរបស់រាទៅរកព្រះបន្ទូលដែលមិនទាន់បានសម្រេចនៅសម័យនោះនៅឡើយជីវិតរបស់លោកយូសែបបានជួបទុក្ខលំបាកនិងបទពិសោធន៍មិនធម្មតាជាច្រើនដែលមានដូចជាការក្បត់របស់បងប្អូនគាត់ការចោទបង្ខូចរបស់ប្រពន្ធលោកបូទីផាការសពព្រះតីរបស់ស្ដេចផារ៉ោនមុខតំណែងក្នុងរាជការរបស់នគរអេស៊ីបការជួបជុំជាមួយគ្រួសារគាត់ឡើងវិញលក្ខនឹងលក្ខប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនិពន្ធបទគម្ពីរហេព្រើរមិនបានលើកយករឿងទាំងអស់នេះមកនិយាយនោះទេតែបានសម្រេចចិត្តនិយាយអំពីសេចក្តីជំនឿដែលលោកយូសែបមានចំពោះការអ្វីដែលត្រូវនឹងមកដល់ហេតុអ្វីព្រោះសេចក្តីជំនឿរបស់គាត់មានសារៈសំខាន់យ៉ាងខ្លាំងលោកយូសែបមិនចង់ឲ្យគ្រួសារគាត់ចាក់ឫសជ្រៅខ្លាំងពេកក្នុងទឹកដីអេស៊ីបនោះទេគាត់ដឹងថាពួកគេនឹងបានវិលចូលទឹកដីសន្យាហេតុនេះហើយគាត់មិនបានផ្ដាំផ្ញើឲ្យគេធ្វើពិធីបុណ្យសពដ៏សាមញ្ញឲ្យគាត់នោះទេតែផ្ទុយទៅវិញគាត់គ្រាន់តែសុំឲ្យគេអបសពគាត់ដាក់ក្នុងមឈូសទុកក្នុងទឹកដីអេស៊ីបតើហេតុអ្វីព្រោះគាត់មិនចង់ឲ្យគេកប់ឆ្អឹងរបស់គាត់ទេគាត់ចង់ឲ្យគេរៀបចំសពគាត់ទុកដាក់ជាស្រេចសម្រាប់ផ្លាស់ទីកាលណាគេដល់ពេលធ្វើដំណើរចូលទឹកដីសន្យាគាត់ដឹងថាមឈូសនឹងបានធ្វើជាវត្ថុរំលឹកអំពីការពិតដែលថាការសង្ឃឹមថានឹងបានចូលទឹកដីសន្យាមានភាពច្បាស់លាស់ដោយព្រះបន្ទូលសន្យាដទៃទៀតរបស់ព្រះអម្ចាស់គាត់ចង់ឲ្យពួកគេអាចមើលទៅព្រះបន្ទូលសន្យានៅពេលដែលថ្ងៃដ៏ពិបាកមកដល់សម្រាប់កូនចៅចំនួនក្រោយនៃគ្រួសារជនភៀសខ្លួនដែលកំពុងតែរីកធំដោយដែលគាត់បានស្រមៃពួកគេអាចមើលទៅមឈូសគាត់ដោយត្រៀមខ្លួនជាស្រេចហើយនិយាយថាលោកយូសែបបានដឹងច្បាស់ថាយើងនឹងចាកចេញបើគាត់មិនបានដឹងច្បាស់ទេនោះគាត់ក៏មិនអោយយើងដឹកជញ្ជូនឆ្អឹងរបស់គាត់យ៉ាងដូចនេះឡើយសប្តាហ៍ថ្ងៃនេះអ្នកមិនមានមឈូសរបស់លោកយូសែបដែលមានឆ្អឹងនៅខាងក្នុងសម្រាប់ឲ្យអ្នកមើលទេផ្ទុយទៅវិញអ្នកមានភ្នូទទេរបស់ព្រះគ្រីស្ទសម្រាប់ក្រើនរំលឹកអ្នកអំពីការផ្គត់ផ្គង់របស់ព្រះកាលពីមុននិងក្តីសង្ឃឹមពេលអនាគតតាមព្រះបន្ទូលសន្យាព្រះគ្រីស្ទគឺជាជំនួយរបស់យើងកាលពីសម័យមុននិងជាក្តីសង្ឃឹមរបស់យើងសម្រាប់ពេលដែលត្រូវមកដល់ទ្រង់គឺជាព្រះផ្ទះដ៏អស្ចារ្យរបស់យើងដោយសារព្រះអង្គអាចរស់នៅក្នុងថ្ងៃដ៏ពិបាកហើយស្លាប់ក្នុងថ្ងៃចុងក្រោយរបស់អ្នកបានជាប់ទៅក្នុងក្តីសង្ឃឹមថានឹងបានទៅនគរស្ថានសួគ៌ជាទឹកដីសន្យាដ៏ធំប្រសើររបស់យើងព្រះគម្ពីរសេចក្ដីគិតនៅក្នុងព្រះគម្ពីរលូកាជំពូក23ខ32ដល់ខ43សម្រាប់គម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរនេហេមៀជំពូក1ដល់ជំពូក3និងព្រះគម្ពីរលូកាជំពូក19ខ1ដល់ខ27